Hello, welcome មកកាន់ vlog User Vlog Behind the Scene ទៅស្រុក Season 3 Vlog Season 3 នេះមានលក្ខណៈខុសប្លែកពី Season 2 ជាខ្លាំងដោយសារតែខ្ញុំអត់បាននៅថតទៅស្រុក Season 3 រហូតដល់ចប់ទេខ្ញុំមិនដឹងថាអ្នកទាំងគ្នាចង់ដឹងអត់ទេប៉ុន្តែខ្ញុំចង់ប្រាប់មូលហេតុដែលខ្ញុំអត់បាននៅថត Season 3 ដល់ចប់ហ្នឹងគឺដោយសារតែខ្ញុំត្រូវតែមកបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលីអញ្ចឹងទៅបានជាខ្ញុំអត់បាននៅដល់ចប់អញ្ចឹងឥឡូវយើងចូលដល់ vlog យើងហ្មងទៅខ្ញុំនឹងរៀបរាប់ចាប់ផ្ដើមពី EP 1រហូតដល់ EP 3ដែរជា episode ដែលខ្ញុំនៅក្រោយគេហ្មងអញ្ចឹង episode ទី1គឺយើងចាប់ផ្ដើមថតនៅខេត្តកំពង់ឆ្នាំងហើយបើសិនជាអ្នកទាំងគ្នាដឹងខេត្តកំពង់ឆ្នាំងគេល្បីពីឆ្នាំងនៅពីដីឥដ្ឋហើយនឹងក្អមអញ្ចឹងទៅក៏ concept របស់យើងចង់ប្រម៉ូទការធ្វើក្អមអីនឹងដែរយើងទៅលេងហ្គេមភាគច្រើនតាក់ទងជាមួយនឹងក្អមហើយនឹងឆ្នាំងដីនឹងបើសិនជាអ្នកទាំងគ្នាបានទៅលេងខេត្តកំពង់ឆ្នាំងខ្ញុំ recommend ឲ្យអ្នកទាំងគ្នាទៅសូនក្អមនៅកន្លែងគាត់នេះផងដោយសារការជំនាន់ខ្ញុំទៅថតហ្នឹងខ្ញុំបានសួរគាត់ថាបើសិនមានភ្ញៀវទេសចរអីចង់ចូលធ្វើក្អមអីចឹងគាត់គិតមិនអីណាគាត់ថាគាត់មានដៃគាត់លុយឯងសំបីតាពេលភ្ញៀវបរទេសមកចុះតាមធัวមកធ្វើក្អមអីក៏គាត់ដែរគាត់លុយដែរតែខ្ញុំទៅថតយូរហើយបើសិនអ្នកទាំងគ្នាចង់ទៅលេងអីចឹងអាច call សួរគាត់មុនគីឡូគេដូរអីចឹងណាប៉ុន្តែបើសិនជាគាត់យកក៏គាត់យកអត់ច្រើនដែរហើយបើសិនជាគាត់អត់យកខ្ញុំចង់ឲ្យអ្នកទាំងគ្នា like ជួយទិញក្អមគាត់3 4មកផ្ទះវិញអីចឹងទៅព្រោះអីក្អមនៅនឹងធូរមែនតែនអត់ដល់10000ទេអាខ្លះហោះនិយាយទៅមានក្រោម5000អីទៀតអាឡែងតែ recommend footage គាត់ចោលបាទឥឡូវគឺខ្ញុំមកដល់កន្លែងថតភ្នំប្រធាតថតលេងហ្គេមបាយល្ងាចចឹងណាហើយនៅនឹងទេសភាព sunset ស្អាតមែនតែនហ្មងអ្នកទាំងគ្នាហើយបន្ទាប់ពីចេញពីភ្នំប្រធាតហ្នឹងមកខ្ញុំមកដល់កន្លែងយើងត្រូវគេងហើយកន្លែងហ្គេមគេងតាំងគេងផ្ទះដែរប៉ុន្តែខ្ញុំអត់បានថតទេដោយសារហ្គេមគេងតាំងគេងផ្ទះហ្នឹងលេងបាច់ទឹកខ្លាំងហើយខ្ញុំខ្លាចទឹកចូលទូរស័ព្ទអីចឹងទៅក៏ខ្ញុំអត់បានថតឥឡូវយើងកាត់ចូលមកដល់ផឹកហ្មងទៅលឿនលះចាភ្ញាក់ផឹកឡើងគឺខ្ញុំត្រូវការមានជាតិ caffeine ចូលខ្លួនហ្មងអញ្ចឹងគឺព្រលឹមឡើងកន្លុកកាហ្វេផឹកយកតែម្ដងបន្ទាប់ពីផឹកកាហ្វេហើយគឺយើងចូលមកដល់ញ៉ាំបាយផឹកតែខ្ញុំចាំដូចជាមានថតអីបន្តិចមុននឹងទៀតប៉ុន្តែខ្ញុំអត់បានថតដោយសារខ្ញុំក៏អត់ចាំដែរពួកអីវាយូរហើយបន្តមកទៀតគឺចូលមកថតកន្លែងមួយនេះមុនយើងចេញមកផ្ទះហើយនៅនឹងដូច Heyday in Real Life ចឹងណាអ្នកគ្នាស្អាតមែនតើមានកូនគោកូនចៀមកូនប៉ប៉ែខ្ជូតខ្លាំងសាហាវហ្មងអូខេអ្នកទាំងគ្នាឥឡូវយើងចូលមកអេពីសូតទី2វិញអេពីសូតទី2គឺថតនៅកាចេះហើយកន្លែងនេះគឺកន្លែងកម្ពីដែលខ្ញុំទៅថតដំបងគេហ្នឹងណាហើយតាមខ្ញុំចាំការអេពីសូត2ហ្នឹងខ្ញុំជាមួយនឹងធីតាមានសេចក្តីរន្ធត់ជាខ្លាំងក្នុងចិត្តភ័យដោយសារខ្លាចគេហៅគេងតង់ពួកអី concept លើកនេះបើសិនជាតួគាត់ណាចាញ់គាត់ណាឈ្នះចឹងគាត់មានសិទ្ធហើក្រុមការងារណាដែលគាត់ចង់ឲ្យគេងតាំងមួយណាគេគាត់ចង់ឲ្យគេងទស្សនៈជាមួយអីចឹងទៅហើយខ្ញុំនេះភ័យខ្ញុំអត់ចង់គេងកោះហេប៉ុន្តែក្រុមការងារប្រុសគេចង់គេងកោះគ្រប់គ្នានេះទឹកមកខ្ញុំមួយធីតាតាមផ្លូវទៅកោះព្រំចារីឲ្យខ្ញុំប៉ុន្តែក្នុងចិត្តភ័យហ្មងហើយជីបាម៉ាស្ទូគឺខ្ញុំទាញកំពង់ហឺតហ្មងព្រោះខ្ញុំមានសកាពលទូកហ្មងខ្ញុំជិះទូកធំទូកតូចទៅសមុទ្រទៅទន្លេទៅបឹងគឺមានសកាពលដូចគ្នាអ្នកទាំងគ្នាចឹងនេះជាទេសភាពនៅកោះព្រំប្រចារីពេល sunset ស្អាតខ្លាំងសាហាវប៉ុន្តែនៅនឹងអត់មានអីទេបើសិនជាអ្នកទាំងគ្នាទៅតើតែយកតាំងយកម្ហូបទៅខ្លួនឯងអញ្ចឹងទេបើអត់ចង់ហត់ទេឲ្យពូសហគមន៍នៅនឹងគាត់ជួយរៀបចំឲ្យយើងគាត់រៀបចំឲ្យយើងមកចាប់ឲ្យតលុយគាត់ទៅគាត់រៀបឲ្យយើងមកស្នុកខ្លួនហ្មងហើយអ្នកដែលគេងតាំងអីនៅនឹងហ្នឹងគឺគេថា recommend ពួកអីអ្នកក្រុមការងារប្រុសគេចិត្តគេងតាំងគេថា recommend ឲ្យទៅគេងនៅនឹងហ្មងទេសភាពស្អាតមេឃត្រជាក់សូមលៀងមុខកម៉ាត់ខ្ញុំយកឲ្យបែងយកអុយមកខ្ញុំឡើងលោតគាត់ដល់ពេលនេះអុយអីគេស្លូវិញអូអុយបើបែង
អ្នកទាំងគ្នាអញ្ចឹងបើសិនជាមើល EP 2ដឹងហើយអ្នកដែលគេងទស្សនៈហ្នឹងគឺបានគេងហ្មងគឺត្រូវងើបមកធ្វើខ្លាប៉ុន្តែខ្ញុំមួយហ្វីមានជាការសប្បាយចិត្តទោះអត់បានដេកតែម្ដងក៏ដោយពួកអីមានកតុបទឹកឲ្យពួកខ្ញុំធំត្រូវចាមនុស្សស្រីបានកតុបទឹកអត់ស្រួលទេអូខេឥឡូវយើងចូលមកដល់អេពីសូតទី3អេពីសូតទី3គឺយើងនឹងថតនៅសៀមរាបហើយអ្នកទាំងគ្នាពេលដែលខ្ញុំទៅថតនៅសៀមរាបហ្នឹងគឺអាកាសធាតុត្រជាក់មែនតើហ្មងពេលហ្នឹងណាអ្នកទាំងគ្នាខ្ញុំទៅដល់ម៉ោង4ភ្លឺអីចឹងជិះតុកទាញភួយមកគីឡូម៉ោងពួកអីត្រជាក់ខ្លាំង16ដល់ខ្ញុំហ្មងណាប៉ុន្តែ the sunrise view very good អ្នកទាំងគ្នាស្អាតខ្លាំងសាហាវហ្មងអេពីសូត2បញ្ចប់ដោយខ្ញុំអត់សូវបានដេកអេពីសូតទី3គឺចាប់ផ្ដើមដោយខ្ញុំអត់សូវបានដេកដូចគ្នាចាជីវិតអេពីសូតនេះបើសិនជាអ្នកទាំងគ្នាមើលគឺខ្ញុំចេញពីពេញពេលយប់ហើយយើងជិះឡានដេកដើម្បីដល់សៀមរាបពេលផឹកព្រលឹមហ្មងអញ្ចឹងជិះឡានក្រុងដេកយើងបានដេកដែរតែវាអត់ដូចយើងដេកនៅក្នុងផ្ទះឥឡូវតែនិយាយ footage រត់ចោលទៀតហើយចាអញ្ចឹងសម្រាប់អេពីសូតទី3នេះពួកខ្ញុំមាន concept មួយដែលចង់ promote សកម្មភាពជាមួយនឹងកន្លែងកម្សាន្តនៅសៀមរាបឲ្យបានច្រើនខ្លាំងហ្មងអញ្ចឹងបើសិនជាអ្នកទាំងគ្នាមើលអេពីសូត3នឹងឃើញយើងទៅធ្វើactivity ច្រើនកន្លែងផ្សេងគ្នាហ្មងមានតាំងពីទៅអង្គរវត្តទៅអីគេបាយលឿងដូចអ្នកទាំងគ្នាឃើញមុនហ្នឹងថតហាងកាហ្វេថតអាកោរត្នោតទៅថត zip line ជិះឡើងទៅភ្នំតូចភ្នំក្រោមអីចឹងណាគឺមានសកម្មភាពច្រើនមែនតើហើយមានទាំងជិះ squat bike មានអីនៅក្នុងហ្នឹងទៀតអេពីសូត3នេះគឺជាអេពីសូតចុងក្រោយគេដែលខ្ញុំបានទៅថតទៅស្រុកប៉ុន្តែរដូវកាលទី3ហ្នឹងមាន5អេពីសូតអ្នកទាំងគ្នាចូលមើល full បាននៅ page Visa the Creator បានសម្រាប់ខ្ញុំទៅស្រុកគឺជាបច្ចេកមួយដែលបរិញ្ញាខ្ញុំបានច្រើនមែនតើដោយសារតែខ្ញុំធ្វើការមួយវាយូរខ្លាំងតាំងពី season 1រហូតដល់ season 3នេះហើយខ្ញុំអាចនិយាយបានថាទៅស្រុកជាបច្ចេកមួយដែលខ្ញុំស្រឡាញ់ខ្លាំងក្នុងចំណោមបច្ចេកដែលខ្ញុំធ្លាប់ធ្វើការជាមួយទាំងអស់ហ្មងហើយអរគុណទៅដល់ក្រុមការងារដែលបានជួយធ្វើការក្នុងទៅស្រុកហ្នឹងហើយអរគុណទៅដល់ fan តាដែលបានគ្រប់គ្រងទៅស្រុកតាំងពី season 1មកដូចគ្នាហើយពីខ្ញុំទៅមានប៉ុណ្ណឹងចាំជួបគ្នាវីដេអូដែលខ្ញុំធ្វើនៅអូស្ត្រាលីក្រោយៗបន្តទៀតយ៉ាបាយបាយ